make up បែប chill ស្រស់ស្រាយតែជប់លៀងក៏បានតែញ៉ាំការក៏បានសួរស្វាគមន៍មកកាន់វីដេអូ make up របស់ខ្ញុំវីដេអូថ្ងៃនេះរៀងវែងបន្តិចសង្ឃឹមថាអ្នកទាំងអស់គ្នាមើលបានដល់ចប់ព្រោះខ្ញុំអត់កាត់វាខ្លីៗទេគឺខ្ញុំចង់បង្ហាញរបៀបនៃការ make up នឹងឲ្យពេញជូនអ្នកទាំងអស់គ្នាអញ្ចឹងណាមើលដល់ចប់ហើយដឹងតែចេះ make up ហ្មងឥឡូវតហោហែយូរឥឡូវលាប skin care ផ្ដោតសំណាដល់មុខហើយឥឡូវចូលដល់ primer ម្ដងកាលមុនណាខ្ញុំអត់ស្គាល់ទេថា primer ហ្នឹងអីគេហើយតួនាទីវាសម្រាប់ធ្វើអីចឹងណាប៉ុន្តែក្រោយពីស្គាល់មកគឺអត់ primer អត់បាន primer តួនាទីវាគឺជួយឲ្យមុខយើង smooth បិទបាំងហ៊ុនញើសរបស់យើងមើលលាបឲ្យឡើង smooth ម្ខាងលាបហើយខាងលាបមើលដឹងមកហើយមួយទៀតវាជួយទប់ make up យើងឲ្យនៅស្អាតបានយូរបន្តមកទៀតចូលមកដល់ម្សៅទំនាប់ខ្ញុំប្រើម្សៅទឹករបស់ Estee Lauder នេះម្សៅហ្នឹងគឺ the best ហ្មងផាត់មកចូលមុខឡើងម៉ត់ខៃហ្មងម្សៅហ្នឹងដាក់ម្សៅទំនាប់បាននឹកឃើញថាផ្លេចដាក់ color correct តែក្រោមភ្នែកនេះឡើងស្លុកនេះសម្រាប់ការកែពណ៌ភ្នែកស្លុកអីអញ្ចឹងគឺយើងត្រូវដាក់ពណ៌ទឹកក្រូចបើយើងអត់កែពណ៌ស្បែកយើងសិនទេពេលដែលយើងផាត់ម្សៅទំនាប់ផ្ទាល់ទៅលើស្នាមខ្មៅហ្នឹងហ្មងគឺវាឃើញពណ៌ប្រផេះអត់ស្អាតទេអត់ឃើញពណ៌ម្សៅយើងស្អាតទេហើយ color correct ដែលខ្ញុំប្រើថ្ងៃនេះគឺម៉ាក់បោះថាតហ្នឹងគឺត្រូវការលាយមួយម្សៅទំនាប់ពូបើយើងដាក់ផ្ទាល់វិញគឺទឹកក្រូចខ្លាំងហ្មងអញ្ចឹងគឺខ្ញុំច្នៃវាលាយមួយម្សៅទំនាប់របស់យើងហ្នឹងហើយបានយកមកផាត់នៅក្នុងភ្នែកយើងហ្នឹងហើយក្នុងពេលយើង blend ម្សៅចូលមុខយើងហ្នឹងគឺយើងព្យាយាម keep អាពណ៌ទឹកក្រូចហ្នឹងកុំឲ្យវាទៅឆ្ងាយវាទៅនៅតែម្ដុំហ្នឹងបានហើយយើងចង់ប្រើជក់ក៏បានពងក៏បានសេះតែយើងទេហើយចំនួន color correct ដែលយើងត្រូវដាក់គឺវាអាស្រ័យតាមស្នាមរបស់យើងបើវាខ្មៅខ្លាំងយើងដាក់វាឲ្យរៀងទឹកក្រូចខ្លាំងបន្តិចដែរទៅយើងកែពណ៌ស្បែកយើងហើយចាំយើងដាក់ concealer សម្រាប់ concealer គឺខ្ញុំរើសយកពណ៌ដែលសជាងសម្បុរខ្ញុំដោយសារយើងចង់ឲ្យមុខយើងវាផុសឡើងអញ្ចឹងយើងត្រូវដាក់ពណ៌សនៅតាមក្រោមភ្នែកលើចំណុចកណ្ដាលនៃចើមយើងលើថ្ងាសហ្នឹងហើយនឹងលើចង្កាបន្តិចទៅហើយយើង blend ធ្វើម៉េចកុំឲ្យវាចេញឆ្ងាយពីកន្លែងដែលយើងដាក់ហ្នឹងឲ្យវានៅតែម្ដុំនឹងបានហើយខ្ញុំប្រើប៉ុង blend ទៅព្រោះវាធ្វើឲ្យ smooth ស្អាតអញ្ចឹងណាមុខយើងផាត់ម្សៅឡើងសពេញមុខអស់ស្មៅអស់អីលីងអញ្ចឹងគឺយើងត្រូវការ contour ដើម្បីឲ្យមានស្មៅឡើងវិញកន្លែងសំខាន់ដែលត្រូវ contour មានដូចជានៅក្រោមឆ្អឹងខ្ពាល់របស់យើងកន្លែងហ្នឹងដាក់ទៅធ្វើឲ្យមុខយើងទូចណាហើយនៅតាមជើងសក់លើច្រមុះធ្វើឲ្យច្រមុះយើងឃើញខ្ទង់ស្រួចជាងមុនហើយនឹងតាមឆ្អឹងថ្គាមរបស់យើងក៏ត្រូវដាក់ដែរពេលមើលពីចំហៀងទៅឲ្យយើងឃើញមានចរឡានអញ្ចឹងហើយពេល blend កុំ blend ឲ្យចេញឆ្ងាយពីកន្លែងដែលយើងដាក់ព្រោះវាអាចធ្វើឲ្យខុសទម្រង់មុខយើងវិញអញ្ចឹងពេលដែលយើងគូសហ្នឹងក៏យើងត្រូវប្រយ័ត្នដែរយើងអត់គូសឲ្យតបានទេព្រោះពេលដែលយើងគូសវាគូសអីទៅគឺយើងផាត់ទៅវាខុសតាមហ្នឹងអញ្ចឹងបើយើងរៀនធ្វើដំបូងគឺយើងដាក់តិចម្ដងបានហើយកុំឲ្យវាខុសទៅពិបាកកែអូខេឥឡូវយើង blend contour ហើយក៏ចូលដល់វគ្គ color ថ្ពាល់ម្ដងមកដល់កន្លែងនេះអ្នកនរគ្នាដឹងថាខ្ញុំកំពុងគិតអីអត់ហើយយកមកដាក់លើថ្ពាល់ហើយប៉ុន្តែអូអត់កើតទេដិតខ្លាំងអ្នកធ្លាប់ប្រើដឹងស្រាប់ហើយ color ថ្ពាល់ទឹករបស់ Rare Beauty នេះគឺដិតសាហាវត្រូវនឹងពណ៌ក្រហមនេះទៀតបើថាយកមកដាក់លើមុខផ្ទាល់វិញគឺរៀងបាក់ blend តិចដោយសារវាដិតខ្លាំងចឹងទេមុនយកមកផាត់យើងអាចដាក់វាលើខ្នងដៃយើងឬក៏លើអាប្រទេសលេងម្សៅហ្នឹងក៏បានដែរហើយយកជក់ blend វាហើយចាំយកមកដាក់លើថ្ពាល់តែឃើញពណ៌ជាំខ្លាំងអញ្ចឹងកុំភ័យយើង blend វាឲ្យតែស្មើសាច់ទៅពេលដែលយើងដាក់ម្សៅផាត់ពីលើគឺវាបាត់ហើយវាអត់ឃើញដិតខ្លាំងអញ្ចឹងទៀតទេហើយពេលដែលយើង blend បើសិនជាយើងគិតថាវាដិតខ្លាំងឬក៏អាកែមហ្នឹងវាផុសពណ៌ទៅវាអញ្ចឹងទៅគឺយើងយកជក់ដែលយើងផាត់ម្សៅតំណក់មុនហ្នឹងយកមកបបោះកែមតិចមកគឺវាស្មើសាច់ស្អាតហើយបន្ទាប់មកយើងចូលដល់ម្សៅផាត់សម្រាប់ម្សៅផាត់គឺយើងតប់វាថ្នមបានហើយចាំមើលពេលយើងដាក់ម្សៅផាត់ហើយពណ៌លើថ្ពាល់ហ្នឹងរៀងអន់ពណ៌ហើយឃើញទេអត់សូវដិតខ្លាំងដូចមុននេះហើយអ្នកខ្លះគាត់ប្រហែលជាឆ្ងល់ហើយផាត់ color ថ្ពាល់ហើយបានដាក់ម្សៅផាត់ដូចខុសលំដាប់លំដោយមិនតែការពិតទៅគឺគេត្រូវធ្វើអញ្ចឹងសម្រាប់ម្សៅទឹកហើយនឹងគ្រឿងទឹកគឺគេផាត់មុនឲ្យហើយអស់បានគេដាក់ម្សៅផាត់ហើយនឹងគ្រឿងម្សៅតាមក្រោយដូចមកដល់ចំណុចនេះគឺខ្ញុំដល់វគ្គត្រូវដាក់ contour បែបម្សៅម្ដងហើយអ្នកខ្លះគាត់ប្រហែលជាឆ្ងល់ទៀតហើយប្រើ contour ទៀនហើយឥឡូវមកប្រើ contour ម្សៅអីទៀតហ្នឹងដាក់អីច្រើនជាន់ម៉េះរឿងគឺវាអញ្ចេះទេធម្មតាម្សៅតំណប់យើងប្រើម្សៅទឹកអញ្ចឹងគឺយើងត្រូវប្រើ contour color ថ្ពាល់អីគឺយើងដាក់គ្រឿងទឹកនឹងមុនឲ្យអស់ហើយបានយើងចូលដល់ម្សៅផាត់បានយើងប្រើគ្រឿងជាម្សៅតាមក្រោយដូចជា contour ម្សៅឬក៏ color ថ្ពាល់ម្សៅអញ្ចឹងណាហើយពេលដែលយើងផាត់2តង់អញ្ចឹងឃើញមុខយើងពណ៌ផុសឡើងស្អាតមែនទែន
ដូចធម្មជាតិចឹងដូចពណ៌ហ្នឹងផុសចេញពីក្នុងស្បែកយើងមកតអញ្ចឹងតែបើណាគេគាត់អត់ចង់ផាត់ពីរតង់ចឹងក៏បានអាហ្នឹងគ្រាន់តែជួយឲ្យដូចថាថែម effect លើមុខយើងអញ្ចឹងណាតែប៉ុណ្្នឹងទេឡើយតែរៀបរាប់យូរលើវីដេអូដល់ណាដល់ណីចូលដល់វគ្គផាត់ color ភ្នែកម្ដងខ្ញុំប្រើពណ៌ដែលស្រាលជាងគេនៅក្នុង palette ហ្នឹងយកមកផាត់ពេញត្បកភ្នែកផាត់ឲ្យគៀកអញ្ចើមយើងបន្តិចមកតែកុំឲ្យដល់ឲ្យឃើញនៅចន្លោះមានចន្លោះសបន្តិចអញ្ចឹងណាហើយជក់ដែលយើងប្រើគឺយើងប្រើជក់រៀងធំបន្តិចមកព្រោះយើងត្រូវផាត់ពេញត្បកភ្នែកយើងអញ្ចឹងណាប្រើជក់ធំអញ្ចឹងស្រួលហើយពេលផាត់ដំបូងណាវាអាចនឹងឃើញដូចកវេមក្វាមអញ្ចឹងប៉ុន្តែកុំបារម្ភពេលដែលយើងធ្វើហើយគឺស្អាតហើយយើងត្រូវ trust the process ណាក្រោយពីយើងផាត់ពេញត្បកភ្នែកយើងហើយយើងក៏រើសជក់ដែលតូចជាងមុនណាយកអាតូចបានហើយព្រោះនេះយើងដាក់ពណ៌ដិតហើយយកអត់ចង់ឲ្យពណ៌ហ្នឹងវាទៅឆ្ងាយពេកទេយើងផាត់តែកតុយភ្នែកបានហើយយើងផាត់កតុយហើយរៀងប្អូសឡើងដល់លើកលាក់ភ្នែកយើងបន្តិចមកហើយបើសិនជាពណ៌ហ្នឹងវារៀងនៅដុំពេកយើងយកអាជក់ធំដំបូងហ្នឹងយកមកបំបែកពណ៌ហ្នឹងឲ្យវាស៊ីឲ្យវាចូលគ្នាមួយពណ៌ដែលយើងផាត់ពីដំបូងហ្នឹងណាហើយបើផាត់តែ color ធម្មតាដូចជាខ្វះអីម្យ៉ាងអញ្ចឹងខ្ញុំក៏ដាក់ bling ពណ៌បែកមាសនេះស្អាតមែនតើខ្ញុំស្រឡាញ់ពណ៌ផ្លេកនៅក្នុង palette នឹងទាំងអស់គឺចាំងស្អាតទាំងអស់ត្រូវភ្លើងគឺបាញ់និយាយហ្មងហើយពណ៌ផ្លេកហ្នឹងយើងដាក់ត្រឹមតែមកកណាត់មុខឯងយើងកុំឲ្យដល់ទៅខាងពណ៌ដិតនឹងខ្លាំងពណ៌ផ្លេកហ្នឹងណា texture វាបានទៅប្រើម្រាមដៃផាត់ទេឃើញផ្លេកស្អាតហ្មងបើប្រើជក់ឃើញដូចរៀងស្ទើអូខេយើងផាត់លើត្បកភ្នែកហើយក៏ចូលមកដល់ក្រោមភ្នែកគឺយើងយកជក់ទូចហ្នឹងហើយយើងផាត់ពណ៌ទី1ដែលយើងផាត់លើត្បកភ្នែកហ្នឹងយកមកផាត់ពេញក្រោមភ្នែកហ្នឹងមកបន្ទាប់មកយកពណ៌ដិតមកដាក់ពីលើពណ៌ស្រាលហ្នឹងនិយាយទៅខាងលើត្បកភ្នែកយើងផាត់ពណ៌អីខាងក្រោមក៏យើងដាក់ពណ៌ហ្នឹងដែរទៅណាហើយសម្រាប់ណាគេដែលគាត់ចង់គូស eyeliner គឺគាត់អាចគូសបានហើយក្រោយពេលផាត់ភ្នែកនេះហើយថាខ្ញុំអត់បានគូសទេក្នុងវីដេអូនេះចូលដល់វគ្គគូសអញ្ចើមខ្ញុំមានទម្រង់ស្រាប់មានរោមស្រាប់អញ្ចឹងមិនសូវជាពិបាកគូសទេគឺខ្ញុំគូសតែតាមទម្រង់អញ្ចើមខ្ញុំនឹងឯងគាត់ថែមកតុយថែមគោលតិចហ្នឹងសម្រាប់គូសអញ្ចើមយើងអត់ចង់ឲ្យពណ៌វាដិតពេកទេប៉ុន្តែយើងត្រូវគូសវាបំពេញសិនដើម្បីឲ្យពេលយើងសិតចុងក្រោយទៅគឺវាបដិញពណ៌គ្នាស្អាតខ្ញុំថ្ងៃខ្លះផាត់មុខជួនកាលគូសអញ្ចើមមុនផាត់ភ្នែកជួនកាលផាត់ភ្នែកឲ្យបានគូសអញ្ចើមនិយាយទៅតាមចិត្តតាមអារម្មណ៍តាមថ្ងៃដែលយើងផាត់ហ្នឹងណាអញ្ចឹងវាមានអីខុសទេយើងចង់ធ្វើមួយណាមុនក៏បានដែរនេះក្រោយពីយើងសិតហើយយើងឃើញថាគោលអញ្ចើមហ្នឹងវាបដិញពណ៌ជាងមុនណាឃើញវាអត់ឃើញដិតដូចមុននេះឃើញចេញមកធម្មជាតិស្អាតថ្ងៃនេះគឺខ្ញុំចង់ឲ្យអញ្ចើមខ្ញុំឃើញសរសៃច្បាស់គឺខ្ញុំប្រើ brow mascara មួយជាន់ទៀតសម្រាប់ brow mascara ហ្នឹងគឺ optional ទេចង់ប្រើក៏បានអត់ក៏បានដែរបានថាហ្នឹងវាជួយឲ្យអញ្ចើមយើងឃើញសរសៃច្បាស់ជាងមុនហើយខ្ញុំគិតថាវាល្អសម្រាប់អ្នកចូលចិត្តថតរូបដូចជាខ្ញុំអញ្ចឹងពេលយើងថតទៅឃើញសរសៃអញ្ចើមយើងស្អាតហ្មងក្នុងរូបថតណាបើថាអត់បានលាបអាហ្នឹងទេគឺឃើញតែអញ្ចើមមានពណ៌តែទេអត់មានឃើញសរសៃអីទេមិនតាន់ចប់ទេពណ៌មានពណ៌ហើយក៏ត្រូវថែម color ម្សៅថែមមួយជាន់ទៀតដែរឲ្យឃើញផុសស្អាតនិយាយទៅចង់ផាត់មុខឲ្យពេញលក្ខណៈឲ្យគ្រប់គ្រឿងហ្មងគឺអូយ80តង់ប៉ុន្តែលទ្ធផលចេញមកគឺពេញចិត្តហ្មងគឺយើងផាត់មុខបែបអត់ឃើញដូចផាត់មុខនេះចេះវិញចូលសាច់រឿងយើងវិញរបៀបដាក់ color ថ្ពាល់ហ្នឹងណាវាខុសគ្នាទៅតាមមនុស្សម្នាក់តាមទម្រង់មុខតាម style ផាត់មុខផ្សេងគ្នាសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំផាត់វាឲ្យដល់លើដល់កន្ទុយភ្នែកហ្មងព្រោះពេលផាត់អញ្ចឹងទៅវាឃើញមុខយើងរៀងវែងវាលើកមុខយើងឡើងទៅលើបន្តិចដាក់ color ថ្ពាល់ហើយចូលដល់ highlighter នេះក៏ optional ដែរយើងចង់ដាក់ក៏បានអត់ក៏បានប៉ុន្តែបើយើងចង់ឲ្យមុខយើងកាន់តែឃើញ glow ស្អាតអញ្ចឹងយើងដាក់វាថែមតិចទៀតទៅហើយកន្លែងដែលត្រូវដាក់ highlight ហ្នឹងគឺនៅលើឆ្អឹងថ្ពាល់យើងនឹងឯងហើយវាក៏អាស្រ័យតាមទម្រង់មុខមនុស្សម្នាក់ដែរសម្រាប់មុខខ្ញុំគឺខ្ញុំដាក់រៀងនៅលើឆ្អឹងថ្ពាល់ហ្នឹងប៉ុន្តែអត់ឲ្យខិតទៅលើគឺខិតរៀងចុះក្រោមបន្តិចវិញព្រោះហ្នឹងដាក់មិនស្រួលវាអាចឲ្យមុខយើងទៅជាប៉ោងវិញណាអញ្ចឹងយើងមើលតាមទម្រង់មុខយើងទៅហើយខ្ញុំក៏ថែម highlighter លើច្រមុះបន្តិច highlighter លើច្រមុះហ្នឹងគឺយើងក៏អត់ដាក់ពេញលើច្រមុះផ្ទាល់ដែរដាក់តែពាក់កណ្ដាលច្រមុះបន្តិចហើយនឹងចុងច្រមុះមកតក់បានហើយយើងដាក់អញ្ចឹងទៅពេលមើលពីចម្ងាយមកឃើញច្រមុះយើងស្រួចទូចខ្ជូតស្អាតហ្មងហើយយើងលួច highlight ហ្នឹងដាក់ក្រោមចាមបន្តិចមកឲ្យឃើញភ្នែកយើងផុសស្អាតមើលទៅតាក់ទាញមកកម្រិតទៀតអញ្ចឹងណាហើយចូលដល់ដំណាក់កាលចុងក្រោយគឺជាការលាបក្រែមថ្ងៃហ្នឹងគឺខ្ញុំចង់មិចពណ៌ក្រែមពីរពណ៌ចូលគ្នាពណ៌ដំបូងនេះគឺខ្ញុំលាបពណ៌សាច់សិន
ហើយកដាលគឺខ្ញុំដាក់ពណ៌ក្រហមយើងលាបធ្វើ style ក្តៅក្នុងក្រែមនេះបើសិនជាខ្ញុំហ៊ានយកជក់លាបប៉ាតច្រើនគឺដិតខ្លាំងអញ្ចឹងពេលខ្ញុំចង់បានសាច់ក្រែមស្ដើងគឺខ្ញុំប្រើម្រាមដៃហ្នឹងឯងហើយឥឡូវគឺខ្ញុំត្រូវប្រញាប់ដាក់ក្រែមខាងក្នុងនេះដើម្បីកុំឲ្យអាខាងក្រៅនេះស្ងួតតន់ដោយសារវាជាប្រភេទក្រែម transfer proof អញ្ចឹងទៅកាលណាវាស្ងួតគឺវាស្ងួតហ្មងហើយវាយើងលាបអត់ចូលគ្នាអញ្ចឹងត្រូវប្រញាប់ដាក់អាក្នុងហើយដូចអាក្រៅមិញដែរគឺខ្ញុំប្រើម្រាមដៃដដែលព្រោះខ្ញុំអត់ចង់បានសាច់ក្រែមក្រាស់ទេហើយបើស្ទើរយើងយកពណ៌វាមកដាក់ថែមបន្តិចទៀតមកអញ្ចឹង make up យើងគឺរួចរាល់ត្រឹមប៉ុណ្ណឹងហើយបើខ្ញុំរៀបរាប់ទៅអត់សូវក្បោះក្បាយឬក៏អ្នកទាំងអស់គ្នាមានសំណួរអាច comment នៅខាងក្រោមបានចំពោះ brand ក៏ដូចជា shade របស់ផលិតផលដែលខ្ញុំប្រើថ្ងៃនេះគឺខ្ញុំនឹងទៅសេនៅក្នុង caption អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ make up ខ្ញុំថ្ងៃនេះពេលមានហូងភ្នែកហើយស្រាប់ចឹងគ្រាន់តែ make up ហើយគឺហើយហ្មងបាច់ខ្វល់រឿងបិទហូងភ្នែកទេសារហូងភ្នែកនេះបិទតែម្ដងចប់បានដល់មួយអាទិត្យហើយទៅសាយហូងភ្នែកឡើងទន់ល្មើយគុណភាពល្អតម្លៃធូរថ្លៃជាងហូងភ្នែកនៅ Drug Store ទៀតខ្ញុំគឺកំពុងប្រើ Kesol Lashes នេះឯងមានលក់លើ website Amazon កុំឲ្យថាខ្ញុំចេះតែអួតតតែទិញសាកប្រើមើលបានដឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ